ជីវិតប្តីប្រពន្ធដែលជួបចាឆ្នាំឆុងពេលដែលឆ្នាំឆុងចូលមកអ្នកទាំងអស់គ្នាសម្រាប់បទពិសោធន៍ខ្ញុំកន្លងមកបើសិនជាយើងទាំងពីរអ្នកចិត្តអត់ធ្ងន់ណាគឺយើងនឹងដើរដល់ផ្លូវបំបែកខ្ញុំយល់ថាពិបាកណាស់ព្រោះនៅពេលដែលឆុងគឺមានបញ្ហាផ្ទួនកើតឡើងរឿងដែលមិនត្រូវរឿងក៏វាកើតជារឿងដែរនៅពេលដែលឆុងអញ្ចឹងដែលសូមឲ្យអ្នកទាំងអស់គ្នាមានសតិគិតថាយើងឲ្យពេលវេលាគ្នាទៅវិញទៅមកដើម្បីដកឃ្លាយើងអាចឲ្យគាត់ទៅដើរលេងកម្សាន្តរយៈពេលមួយអាទិត្យហើយយើងក៏អាច take a break ពីគាត់បានដែរយើងស្វែងរកចំណងចិត្តខ្លួនឯងថាចង់ធ្វើអីសម្រាប់ខ្ញុំធ្វើការខ្ញុំយកអូថាហ្មងខ្ញុំអត់ខ្វល់ទេខ្ញុំធ្វើការចាបន្ទាប់ពីគាត់ relax ហើយយើងទាំងពីរត្រឡប់មកវិញចាំយើង book vacation ដើរលេងទៀតចាព្រោះអីការឆុងទាំងអស់ហ្នឹងរឿងរ៉ាវដែលកើតឡើងវានៅមួយយើងអត់យូរទេហើយវាក៏ជាការពិសោធន៍តែយើងទ្រាំបានប៉ុណ្ណា